វាហាក់ដូចជាអ្វីៗគ្រប់យ៉ាងបានធ្លាក់ចូលទៅត្រូវផ្លូវត្រូវគន្លងសម្រាប់ខ្ញុំនៅក្នុងថ្ងៃនេះនៅពេលដែលកិច្ចប្រជុំចុងក្រោយរបស់ខ្ញុំបានបញ្ចប់វាបានបញ្ចប់មុនការគ្រងទុក30នាទីខ្ញុំធ្លាប់គិតចង់ផឹកស្រានៅពេលវេលាមួយអនុញ្ញាតឲ្យខ្លួនឯងបានសម្រាកខ្លះខ្ញុំបើកចំហចំពោះការជួបនរណាម្នាក់ហើយក៏យល់ព្រមនឹងការផឹកស្រាមួយដែរនៅយប់នោះខ្ញុំមានអារម្មណ៍ថាខ្លួនឯងមិនខ្វល់ខ្វាយនឹងសេរីភាពអធិស្ឋានខ្ញុំគិតថាខ្ញុំត្រូវតែមានស្តង់ដារខ្ពស់វាចំណាយពេលត្រឹមតែ1ម៉ោងប៉ុណ្ណោះតើខ្ញុំអាចសួរបានទេថានាងចង់មានន័យយ៉ាងណាដែរស្វែងរកមនុស្សដែលសមស្របសម្រាប់ផែនការរបស់ខ្ញុំសំហេតុផលនៅក្លាហាននោះជាចំណាប់អារម្មណ៍របស់ខ្ញុំដំបូងចំពោះនាងខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំងថាខ្ញុំបានខកខានឱកាសរបស់ខ្ញុំដើម្បីនិយាយថាទេកាន់តែចង់ដឹងថាផែនការរបស់នាងជាអ្វីយល់ព្រមខ្ញុំនឹកបានអ្វីដែលគាត់មានមកជើកែមួយជើកែមួយនោះហើយជារបៀបដែលខ្ញុំបានជួបនាងហើយយើងក៏ចាប់ផ្ដើមនិយាយជាមួយគ្នាយើងបាននិយាយគ្នាអស់រយៈពេលជាង1ម៉ោងដោយមិនឈប់នាងមិនបានមានសកម្មភាពអីប្លែកទេនាងឆ្លាតមើលទៅកក់ក្ដៅក្លាហានប៉ុន្តែអៀនខ្មាស់ក្នុងពេលតែមួយសម្លឹងមើលនាងដែលកំពុងស្ដាប់ខ្ញុំដោយស្មោះស្ម័គ្រដោយភ្នែកភ្លឺចាញ់ចាំងទាំងនោះវាធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជាខ្ញុំត្រូវបានគេស្រឡាញ់អីចឹងណាតើនាងត្រូវការឲ្យខ្ញុំធ្វើអ្វីសម្រាប់ផែនការរបស់នាងទៅផែនការរបស់ខ្ញុំនៅពេលដែលខ្ញុំបានលើផែនការរបស់នាងខ្ញុំអត់មានបានបដិសេធអ្វីទាំងអស់វាហាក់ដូចជាពេលវេលានោះជាមួយនាងគឺជាផ្នែកមួយនៃផែនការធំជាងនេះដែលខ្ញុំមិនអាចមើលឃើញហើយខ្ញុំពិតជាគិតថាយើង
បានចូលចំណុចនោះហើយរាងកាយយើងទាំងពីរហើយនឹងបេះដូងអនុប្រធានកាងតើលោកអាចជួយផ្ដោតអារម្មណ៍ស្ដាប់ខ្ញុំនិយាយបន្តិចបានទេលោកលីតើខ្ញុំមិនគួរឲ្យចូលចិត្តទេថាម៉េចនៅសុកមិនក៏សួរអីចម្លែកចឹងមែនហើយលោកមិនគួរចូលចិត្តទេមិនគួរឲ្យចូលចិត្តចឹងមិនខ្លះទៅលោកចង់បានសេចក្តីលំអិតហ្នឹងហើយក្នុងនាមជានាយកប្រតិបត្តិវាពិតជាអស្ចារ្យណាស់ដែលលោកកំពុងតែគិតរឿងទាំងនោះទោះជាយ៉ាងណាក៏ដោយវាមិនជាគុណភាពដ៏អស្ចារ្យសម្រាប់អ្នកមានកម្រិតខ្ពស់នោះទេលោកធ្លាប់ខឹងខ្លាំងពេលអ្វីមិនដំណើរការទៅតាមផែនការរបស់លោកត្រឹមតែ10នាទីហើយឥឡូវនេះលោកកំពុងលុបចោលកិច្ចប្រជុំនិងផ្លាស់ប្ដូរពេលវេលាប្រជុំតាមទឹកក្បាលវល់ក្រុមលេខាធិការស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការព្យាយាមបំពេញតាមតម្រូវការរបស់លោកគ្រប់គ្រាន់ហើយខ្ញុំយករូបភាពហើយទោះបីជាលោកនិយាយបំភ្លើសក៏ដោយបំភ្លើសហ៎ខ្ញុំបានសួរពីរឿងនោះទេខ្ញុំចង់ដឹងថាតើខ្ញុំជាបរិសដែលមិនគួរឲ្យចូលចិត្តដែរឬអត់ជាបរិសមិនគួរចូលចិត្តឯងនោះហើយជាអ្វីដែរលោកកំពុងព្រួយបារម្ភដូចជន់ហើយលោកមិនក៏ចម្លែកប្លែកម្លេះមានអីកាត់ឡើងជាមួយលោកមែនទេមែនណាខ្ញុំកំពុងឆ្ងល់ដែរថាមានស្អីកាត់ឡើងចំពោះខ្ញុំទៅវាមានអារម្មណ៍ដូចជាខ្ញុំប្រៀបដូចជាឆាត់បន្ទាប់ពីភ្លៀងទៅតែឈប់ធ្លាក់តើលោកដឹងទេថាអារម្មណ៍នោះវាយ៉ាងម៉េចដែរអារម្មណ៍យ៉ាងម៉េចទៅនៅពេលដែលលោកយកឆាត់មកជាមួយដោយសារតែភ្លៀងធ្លាក់ហើយភ្លៀងក៏ឈប់ធ្លាក់ឆាត់ខ្លាចជារបស់ឥតប្រយោជន៍ហើយវាកាន់តែធ្វើឲ្យលោកទើសទែងរំខានលោកតែប៉ុណ្ណោះនោះហើយជាអារម្មណ៍របស់ខ្ញុំដែលគេកំពុងតែធ្វើដាក់ខ្ញុំស្អីគេទៅគ្មានផ្លូវទេតើនរណានឹងតើលោកកំពុងនិយាយពីចាំងហេវ៉ាន់មែនទេនាងនិយាយថាលោកគ្មានប្រយោជន៍ហើយថាលោករំខានគេឬនាងមិននិយាយពាក្យទៅនោះចំទេសម្រាប់លោកតើខ្ញុំមើលទៅចាស់ពេកទេនាងថែមទាំងនិយាយថាលោកចាស់ផងទេនាងមិនបាននិយាយអញ្ចឹងទេអញ្ចឹងអ្វីទៅវាហាក់ដូចជានាងមិនចូលចិត្តលោកអញ្ចឹងហើយលោកមិនធ្លាប់ឲ្យកាដូឲ្យអីដល់នាងទេវាមិនងាយស្រួលទេឬក្នុងការទិញចំណាប់អារម្មណ៍របស់នាងដោយប្រើលុយរបស់លោកនោះកាដូអញ្ចឹងខ្ញុំមិនហៅថាជាការជូនអំណោយដល់នាងទេប៉ុន្តែខ្ញុំបានព្យាយាមទិញរបស់របរឲ្យនាងហើយខ្ញុំឃើញនាងកំពុងតែមើលវារាល់ពេលដែលខ្ញុំព្យាយាមនាងមិនព្រមទទួលយកនាងថាធ្វើអញ្ចឹងនាងមិនសប្បាយចិត្តខ្ញុំមានទ្រព្យសម្បត្តិច្រើនគ្រប់គ្រាន់ដើម្បីទិញអ្វីដែលនាងចង់បានប៉ុន្តែ
វាអត់មានប្រសិទ្ធភាពជាមួយនាងទេដូច្នេះខ្ញុំបានគិតពីអ្វីដែលខ្ញុំអាចធ្វើបានដើម្បីទទួលបានបន្ទុកពីនាងខ្លះសយុនអាចតំណែងនិយាយទូរស័ព្ទបានទេអាចដឹងទេថាគ្រូបន្ទុកថ្នាក់ឯនេះចូលចិត្តស្អីគេខ្លះទៅខ្ញុំថែមទឹកបានសួរសេហ៊ុនថាហេវ៉ុនចូលចិត្តអ្វីទៀតអ្វីដែលអ្នកគ្រូចាំងចូលចិត្តដែរវាបង្ហាញថាអ្វីដែរនាងចូលចិត្តគឺនំកដែលមានរសជាតិហឹរថាម៉េចអញ្ចឹងលោកទិញនំកដែលមានរសជាតិហឹរឲ្យនាងអីលោកនិយាយមែនឬក៏លេងនេះហើយជាមូលហេតុដែលលោកគួរតែស្ដាប់ខ្ញុំប្រាប់លោកឲ្យថាកុំផ្ដោតលើការងារច្រើនពេកហើយចេញទៅដេតចេញអីខ្លះទៅញ៉ែស្រីញ៉ែអីទៅនំហឹរអញ្ចឹងអើយខ្ញុំស្ទើរតែមិនជឿលោកទេហើយអ្នកគ្រូចាំងនិយាយថាម៉េចលោកធ្វើស្អីហ្នឹងលោកតាណាខ្ញុំទៅរកទិញនំករសជាតិហឹរឲ្យនាងឥឡូវហ្នឹងឥឡូវនេះហើយចប់ការប្រជុំរបស់យើងចាប់ផ្ដើមឥឡូវនេះហើយណាលោកតាមមានអ្វីដែលត្រូវព្រួយបារម្ភនៅពេលដែរខ្ញុំមានលេខាធិការដែលមានសមត្ថភាពដូចជាលោកហើយនោះខ្ញុំជឿជាក់ថាលោកនឹងកែសម្រួលការអភិបាលរបស់ខ្ញុំតាមនោះណាលោកលីលោកចាំមកផ្លេសិនមើលនាងនឹងចេញមកឆាប់នេះហើយនោះនាងមកដល់ហើយតានាងមើលទៅគួរស្រឡាញ់រាល់ថ្ងៃតែម្ដងហើយហើយតើប្រុសម្នាក់ដូចជាអ្នកណាហ្នឹង